យើងកសាងចេតដីតម្កល់អធិគុណអធិធាតុរបស់មេត្តាបៃតានេះគឺជារឿងមួយវិសេសថ្លៃថ្លាណាស់ទោះបីយើងនេះស្លាប់បាត់ផុតទៅចេតដីរបស់យើងនៅមានតទៅមុខសម្រាប់កូនចៅក្រោយគោរពបប្រតិបត្តិចេតដីគឺជាកលែងតម្កល់អធិធាតុអធិគុណគេហៅថាជាកលែងគួរគោរពបូជាបល័យគេហៅថាចេតពាំងពោចេតបន្តិជាចេតយ៉ាងកលែងសម្រាប់គេគោរពបូជាគេហៅថាចេតដីអត្តកាតិហិចិត្តតាវាជាចិត្តយ៉ាងកលែងដែលគេរចនាដោយក្បាច់ដោយក្បូរដោយថ្មដោយឥដ្ឋស្អិតស្អាងស្រស់ស្អាតគួរឲ្យគោរពគួរឲ្យជ្រះថ្លាគេហៅថាចេតដីចេតដីមានន័យថាកលែងគោរពបូជាណាញោមណាអញ្ចឹងមិនមែនចេតដីមានន័យថាកលែងតម្កល់ទៀតតម្កល់ឆ្អឹងទេគឺកលែងត្រូវគោរពបូជាណានាគោរពបានបុណ្យណាហើយណានាមិនគោរពមានបាបដែរណាអ្នកគោរពចេតដីបានបុណ្យញោមឃើញចេតដីគេល្អលើកដៃស្ពះថ្វាយអង្គមសំបីតែប្រពុតរៀបចេញដំណើរទៅណាមកណាព្រះអង្គឃើញភ្នោខ្សាច់នៅមាត់សមុទ្រនឹងល្អពុកធ្វើចេតដីធ្វើភ្នំខ្សាច់ហើយថ្វាយអង្គមតែមួយអង្គឯងគេសោចគេចំអកអាមិនក៏សោចទៅលោកគោរពតែម្នាក់ឯងដល់ទៅពេលគេលេចសំពៅគេស្លាប់អស់ព្រះអង្គរស់តែឯងដែរវាចិត្តតែសុខចិត្តតែសប្បាយអញ្ចឹងណាម្ល៉េះហើយអ្នកដែលមិនគោរពដូចប្របាទពំពិសាត្រូវគេអាបាតជើងវះប្រឡាក់ប្រេងអំបិលប្រឡាក់ល្ងប្រឡាក់ប្រេងអំបិលប្រឡាក់ប្រេងល្ងហើយគេដុតអស់កគីអស់សកែឲ្យល្ងឹកកកុលឆ្អើជើងឲ្យតលឆ្អិនខ្លួននៅរស់ជើងឆ្អិនហ្នឹងដោយសារធ្លាប់មានកម្មពៀជន់ទីលានចេតដីគេឲ្យប្រឡាក់ប្រឡោហើយនឹងជន់កំរាលសង់ថែមទៀតផងអញ្ចឹងដោយការខ្វះការគោរពវាមានបាបបានគេថាចេតដីកន្លែងគេគោរពណានៅក្នុងមិលិនបញ្ហាលោកថាកន្លែងទិញអាយុវណ្ណៈ